សូមថ្វាយបង្គំព្រះអង្គម្ចាស់គ្រូកែវសុវឿនជាទីគោរពស្រឡាញ់ព្រះអង្គម្ចាស់គ្រូកែវសុវឿនគឺជាលោកគ្រូចាតិកាវត្តព្រះកែវមរកតថ្មីរបស់យើងហើយព្រះអង្គគ្រូនិមន្តមកអំពីរដ្ឋមនីសតាហើយព្រះអង្គគ្រូគឺជាបុគ្គលវ័យឆ្លៀសចេះអភិធម្មបរមត្ថច្រើនមែនតែនហើយតទៅព្រះអង្គគ្រូគឺជាមេរបស់ខ្ញុំកណាផងដែរសូមព្រះអង្គគ្រូគង់នៅជាសុខនៅវត្តព្រះកែវមរកតនេះឯងឲ្យបានយូរអង្វែងរហូតទៅតិចបំផុតក៏10ឆ្នាំដែរព្រះអង្គគ្រូណាអនុមោទនាព្រះអង្គគ្រូណាខណៈពេលដែលចក្ខុវិញ្ញាណមកដួងកើតឡើងណាគណៈពេលហ្នឹងគឺបញ្ចខណ្ឌទាំង5ប្រកបហើយអលុតតគ្នាច្រើនមែនតែនតបងគ្រាន់តែចក្ខុវិញ្ញាណមកដួងកើតឡើងហ្នឹងគឺខណ្ឌ5ប្រកបជាមួយមករាប់ចក្ខុប្រសាទទាំងឯងគឺជារូបខណ្ឌហ្នឹងជាខណ្ឌមួយទៅហើយវេទនាចេតសិកជាវេទនាខណ្ឌទៅសញ្ញាចេតសិកជាសញ្ញាខណ្ឌទៅនៅសល់ចេតសិក5ទៀតគឺជាសង្ខារខណ្ឌហើយចក្ខុវិញ្ញាណគឺជាវិញ្ញាណខណ្ឌព្រោះចក្ខុវិញ្ញាណមានចេតសិកប្រកប7ជាមួយមានភស្សោវេទនាសញ្ញាចេតនាឯកកតាជីវតន្ត្រិយមនសិការៈនឹងគ្រាន់តែការឃើញរូបមកឆ្មាច់ហ្នឹងគឺថាខណ្ឌ5ប្រកបភ្លាមហើយអលុតបាត់ភ្លាមហើយក្នុងមួយនាទីឯងគឺថាចក្ខុវិញ្ញាណមិនដឹងជាអលុតប្រមាណគណៈនេះរាប់គណៈអញ្ចឹងបញ្ចខណ្ឌអលុតច្រើនមែនតែនច្រើនណាស់ច្រើនក្រៃពេកតែម្ដងនឹងគ្រាន់តែពោក្នុងចក្ខុវិញ្ញាណមួយទេសោតវិញ្ញាណក៏ដូចគ្នាណាឃានវិញ្ញាណក៏ដូចគ្នាជីវហាវិញ្ញាណក៏ដូចគ្នាកាយវិញ្ញាណក៏ដូចគ្នាណាព្រោះអីនៅក្នុងទ្វេបញ្ចវិញ្ញាណចិត្ត10ហ្នឹងគឺមានចេតសិកប្រកបជាមួយ7ទាំងអស់មានភស្សោវេទនាសញ្ញាចេតនាឯកកតាជីវតន្ត្រិយមនសិការៈដល់ពេលសោតវិញ្ញាណនេះអាការឮសំឡេងនេះគ្រាន់តែការឮសំឡេងហ្នឹងមកឆ្វាច់ហ្នឹងគឺថាខណ្ឌ5ប្រកបហ្នឹងវាកាក់អលុតតគ្នាច្រើនមែនតែនសោតប្រសាទទាំងឯងគឺជារូបខណ្ឌណាហ្នឹងសោតប្រសាទហ្នឹងហើយវេទនាចេតសិកគឺជាវេទនាខណ្ឌសញ្ញាចេតសិកគឺជាសញ្ញាខណ្ឌចេតសិក5ទៀតគឺជាសង្ខារខណ្ឌសោតវិញ្ញាណគឺជាវិញ្ញាណខណ្ឌឃើញទេដល់ពេលតាមផ្លូវចំមុះខៀនប្រាសាទអាខៀនប្រាសាទទាំងឯងគឺជារូបខណ្ឌព្រោះវាជារូបនៅក្នុងរូប28គឺខៀនប្រាសាទទាំងឯងគឺជារូបខណ្ឌដល់ពេលវេទនាចេតសិកជាវេទនាខណ្ឌសញ្ញាចេតសិកជាសញ្ញាខណ្ឌចេតសិក5ទៀតជាសង្ខារខណ្ឌខៀនវិញ្ញាណជាវិញ្ញាណខណ្ឌហ្នឹងជីវហាវិញ្ញាណដូចគ្នាអាការភ្លក់រសជាតិហ្នឹងណាជីវហាប្រសាទទាំងឯងគឺជារូបខណ្ឌវេទនាចេតសិកជាវេទនាខណ្ឌសញ្ញាចេតសិកជាសញ្ញាខណ្ឌចេតសិក5ទៀតជាសង្ខារខណ្ឌហើយខិនវិញ្ញាណគឺជាវិញ្ញាណខណ្ឌអញ្ចឹងគ្រប់ទ្វាទាំងអស់តាមបញ្ចទ្វាហ្នឹងណាតាមចក្ខុទ្វាតាមសោតទ្វាតាមខេនទ្វាតាមជីវហាទ្វាតាមកាយទ្វាទាំងឯងគឺវិញ្ញាណទាំង5កើតគ្រប់ពេលតែហ្មងណាចក្ខុវិញ្ញាណសោតវិញ្ញាណខេនវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណទាំង5ហ្នឹងគឺថាប្រកបរាល់ថ្ងៃតែហ្មងឲ្យតែបើកភ្នែកបើកតិចគឺថាមានតែហ្មងណាអញ្ចឹងខណ្ឌ5គឺថាការអលុតលឿនរហ័សហើយច្រើនមែនតើខណ្ឌ5ណាអញ្ចឹងខណ្ឌ5រាប់ពាន់ខណ្ឌ5រាប់ម៉ឺនខណ្ឌ5រត់រងៃតែយើងអត់បានដឹងព្រោះអី
អត់បានស្គាល់សភាវៈធម៌តាមពិតហ្នឹងហើយអនុមោទនាជាគណៈពេលដែលយើងកំពុងតែបើកឡានក្តីកំពុងតែដីក្តីដើរក្តីឈរក្តីអង្គុយក្តីគឺតែងតែមានសភាវៈធម៌ពីរកើតជាមួយគ្នាគឺរូបធម៌និងនាមធម៌សភាវៈពីរនេះគឺបែកគ្នាអត់បានទេរូបធម៌បែកពីនាមធម៌មិនបាននាមធម៌បែកពីរូបធម៌មិនបានបើបែកគឺស្លាប់តែហ្មងជីវិតហ្នឹងជីវិតដែលអង្គុយលឡានខ្ញុំកណាក្តីបងគ្រូចតិកាក្តីគឺជានាមធម៌ជាសភាវៈពីរដែលកើតជាមួយគ្នាអត់គ្នាមិនបានទេហ្នឹងហើយនាមធម៌នឹងឯងវាជាសភាវៈដឹងរូបធម៌គឺសភាវៈដែលមិនដឹងរូបធម៌រូប28ហ្នឹងអាហ្នឹងរូបហើយដល់ពេលនាមធម៌គឺនាមខណ្ឌ4ហ្នឹងរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌអា4ហ្នឹងឯងគេហៅថានាមធម៌ដល់ពេលអាខណ្ឌមួយគេហៅថារូបធម៌ព្រោះវាជារូបហ្នឹងហើយយើងចេះតែកើតទុករាល់ថ្ងៃព្រោះតែការប្រកាន់នៅក្នុងបញ្ចខណ្ឌនឹងឯងព្រោះតែការប្រកាន់នៅក្នុងនាមរូបនឹងឯងប្រកាន់មមក្នុងរូបគេហៅថារូបបាទិនខណ្ឌទៅប្រកាន់ក្នុងវេទនាវេទនូបាទិនខណ្ឌទៅប្រកាន់ក្នុងសញ្ញាសញ្ញូបាទិនខណ្ឌទៅប្រកាន់ក្នុងសង្ខារសង្ខារូបាទិនខណ្ឌទៅប្រកាន់ក្នុងវិញ្ញាណវិញ្ញាណូបាទិនខណ្ឌទៅគឺទុកគឺមកពីការប្រកាន់បញ្ចខណ្ឌនឹងឯងគឺការប្រកាន់ថានោះជាយើងនោះជារបស់យើងនោះជាខ្លួនយើងនឹងឯងហ្នឹងហើយតែប៉ុន្តែអាយើងនឹងឯងគឺជាសភាវៈធម៌ទេវាជាសភាវៈធម៌វាជានាមនិងរូបវាជាសភាវៈចិត្តចេតសិករូបវាកើតបន្តគ្នាកើតបន្តគ្នារហូតមិនដឹងថ្ងៃណាឈប់កើតទេហ្នឹងហើយអនុមោទនានមស្ការប្រធានធេរៈគ្រប់អង្គចំបានពើញាតិញោមខ្ញុំកណ្ណាអាត្មាជាមួយនឹងលោកប្អូនសនៀតវត្តបកាយមរកតបន្ទាប់ពីកិច្ចវត្តពេលល្ងាចនមស្ការថ្វាយអង្គមចម្រើនព្រះបរិត្តក៏ដូចជាស្វាធ្យាយនៅធម៌បាំងស្គលនិងកិច្ចសមាធិរួចមកក៏ឥឡូវនេះបានមកដល់ផាកគឺសេរីលេខផាកដើម្បីដើរជុំវិញស្រះឈូកនេះគឺជាលំហាត់ប្រាណផ្លូវកាយក៏សម្រួលដល់ផ្លូវចិត្តផងដែរសុខភាពផ្លូវកាយផ្លូវចិត្តមានតំណែងតំណងគ្នាការទៅនៅវត្តនោះគឺសមាធិហ្នឹងគឺជាការសម្រួលបង្កើនធម៌ពលផ្លូវចិត្តក៏ដូចជាចម្រើននៅមេត្តាចិត្តផងដែរឥឡូវនេះគឺយើងលំហាត់ប្រាណម្ដងមានន័យថាចិត្តក៏វាធ្វើចិត្តមានសុខភាពល្អកាយក៏មានសុខភាពល្អនៅពេលដែលកាយមានសុខភាពល្អចិត្តហ្នឹងក៏វាល្អតាមនឹងដែរអញ្ចឹងគឺនេះគឺជាអ្វីដែលយើងគប្បីធ្វើទាំងអស់គ្នាណាអរគុណលោកគ្រូ